ពេលចាស់ទៅបើមានតែមួយចំការនេះប្រហែលជារស់ស្រួលហើយមើលទៅមួយធ្លាជិត30ផ្លែហើយបើកម្ពស់វិញតែជាង1ម៉ែត្រទេផ្ដល់ផលសឹងតែមិនគួរឲ្យជឿមែនណាដូងរាប់សិបដើមត្រូវបានដាំតម្រៀបជួរគ្នាបូករួមជាមួយនឹងប្រព័ន្ធធារាសាស្ត្រស្រោចស្រពត្រូវបានរៀបចំបានយ៉ាងស្រស់ស្អាតតែម្ដងមើលហើយសប្បាយចិត្តជក់ចិត្តមែនទែនពេលដែលបានមកដល់ក្នុងចំការនេះផ្ទាល់បងប្អូនដែលជាឈ្មួញណាគាត់មកម៉ៅដូងនឹងយកទៅលក់បន្តកាប់ទាំងផ្លែទាំងផ្លែដាក់ពេញរទេះរមាក់របស់គាត់ដឹកយកទៅលក់នៅលើទីផ្សារដឹកទៅលក់ភ្លាមនឹងតែម្ដងហើយដូងនេះបងប្អូនគឺរាប់ផ្លែរាប់ធ្លាគិតលុយតែម្ដងឡើងបេះខ្លួនឯងគិតតម្លៃផ្សេងហើយបើថាជួលគេបេះហ្នឹងយើងផ្ដល់តម្លៃកម្លាំងពលកម្មផ្សេងឬក៏ម្ចាស់គេបេះមកយើងទៅទិញផ្ទាល់ហ្នឹងយើងទិញក្នុងតម្លៃផ្សេងទៀតបងប្អូនហើយដូងពិតជាមានតម្រូវការខ្ពស់នៅលើទីផ្សារអំពូមីមីងពុកម៉ែបងប្អូនយើងជឿជាក់ថាចូលចិត្តពិសាណាស់ផ្លែដូងដោយសារតែវាផ្ដល់មកនៅរសជាតិដ៏ឈ្ងុយឆ្ងាញ់បូករួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្រេកទឹកក៏យើងអាចញ៉ាំដូងបានអស់កម្លាំងល្វើយល្ហិតល្ហៃក៏អាចញ៉ាំទឹកដូងបានឬក៏យើងកំពុងតែមានជំងឺណាសួរពេទ្យពេលថាញ៉ាំបានញ៉ាំដូងនឹងគឺល្អបំផុតតែម្ដងជាប្រភេទដំណាំមួយដែលផ្ដល់ផលដ៏ល្អបំផុតសម្រាប់សុខភាពទាំងទឹកទាំងសាច់របស់វាហើយបើថាទុកឲ្យទុំវិញបងប្អូនហើយមានអត្ថប្រយោជន៍ច្រើនណាស់មើលទៅរៀងចាស់ល្មមហ្នឹងអាចបេះយកមកទុកបានដល់ពេលវាទុំណាពេលខ្លះមិនបានទាំងបេះហ្នឹងវារុះឲ្យទៀតនិយាយពីថាល្អឲ្យល្អម្លឹងដំណាំដូងហ្នឹងបងប្អូនហើយនៅពេលដែលទុំធ្លាក់មកដីក្ដុកគ្មានចេះខូចទៅណាទេយកទៅទុកបានរាប់ខែកុំឲ្យតែដុះបើសិនជាបងប្អូនយើងមានដីកសិកម្មសមល្មមណាអាចសាកល្បងជាមួយដំណាំដូងនេះបានណាបងប្អូនមើលការរៀបចំរបស់ម្ចាស់ចំការពិតជាស្រស់ស្អាតមែនទែនគ្រាន់តែយើងដាំរួចផ្ដល់ផលណាមិនត្រឹមតែផ្ដល់ផលអាចលក់នៅលើទីផ្សារបានទេបង្កើនបាននៅសោភ័ណភាពដ៏ស្រស់ស្អាតមើលទៅដូចតំបន់រមណីយដ្ឋានមួយអញ្ចឹងមកលេងចំការដូងពិតជាសប្បាយស្រស់ស្រាយមែនទែនមានដូងពេញដើមកាប់ភ្លក់កាប់ផឹកនៅហ្នឹងបងប្អូនហើយការថែទាំរបស់ម្ចាស់ចំការក៏មានភាពងាយស្រួលទៀតទឹកនៅនឹងគល់នឹងស្រាប់គ្រាន់តែដាក់ម៉ាស៊ីនទៅបាញ់យកតែម្ដងឬក៏មិនបាច់ប្រើម៉ាស៊ីននាំតែអស់ប្រេងដងជះហ្នឹងក៏បានដែរដោយសារតែវាជាតំបន់ដែលគាត់បានរៀបចំប្រព័ន្ធធារាសាស្ត្រមានទឹកមានអីជុំវិញព័ទ្ធល្អហើយការស្រោចទឹកហ្នឹងក៏ប្រទាមទារឲ្យដិតដល់ពេកដែរមើលការពារតែដួងក៏ដូចជាជំងឺផ្សេងរបស់ដូងបានណាគឺដឹងតែដល់ពេលប្រមូលផលនឹងតែម្ដងក៏ប៉ុន្តែការដាំដូងបងប្អូនយើងដឹងស្រាប់ហើយត្រូវការចំណាយពេលវេលាចំណាយដីធំក៏ដូចជាចំណាយដើមទុនហ្នឹងក៏រៀងខ្ពស់ដែរប៉ុន្តែបើសិនជាដាំហើយបានផលហើយដល់ហើយបងប្អូនហើយចាំតែសប្បាយចិត្តតែម្ដងការប្រមូលផលក៏មិនជាពិបាកប៉ុន្មានដែរដូងបើសិនជាវាខ្ពស់អាចនឹងយ៉ាប់បន្តិចក៏ប៉ុន្តែទីនេះបងប្អូនហើយដើម1ម៉ែត្រជាងមើលទៅឈោងបេះដល់ហ្នឹងក្នុងមួយធ្លា20 30ផ្លែបងប្អូននិយាយពីថាច្រើននេះច្រើនម្លឹងនេះអាចមកពីការរៀបចំរបស់គាត់បានត្រឹមត្រូវណាប្រព័ន្ធធារាសាស្ត្រស្រោចស្រពទឹកមិនអោយខ្វះការដាក់ជីក៏បានត្រឹមត្រូវហើយជាពិសេសការថែទាំនៅសត្វបំផ្លាញផ្សេងហ្នឹងក៏បានល្អទៀតមើលណែបងប្អូនអើយពេលដែលប្រមូលផលរួចដាក់លើរទេះណាឡើងបៃតងស្រងាត់តែម្ដងមើលទៅចង់តែញ៉ាំណាស្រមៃដល់ទឹកនៅខាងក្នុងណាដឹងតែត្រជាក់ឈ្ងុយហ្មងហើយសម្រាប់ប្រព័ន្ធធារាសាស្ត្រនៅខាងក្រោមនេះជឿជាក់ថានឹងមានត្រីនៅក្នុងនឹងទៀតព្រោះគាត់ជីកយូរហើយណាបងប្អូនអាយុកាលរបស់ដូងនេះគឺច្រើនឆ្នាំសមល្មមដែរហើយសម្រាប់អង្គពូមីមីងដែលគាត់ជាប្រជាកសិករណាមានដីចំការមានដំណាំដូងបែបនេះដូចមានទ្រព្យចែកទុកឲ្យកូនចៅអញ្ចឹងហើយកូនចៅចំនួនក្រោយណាដឹងតែប្រមូលផលបន្តនឹងតែម្ដងដោយសារអាយុកាលរបស់ដូងមិនមែន1ឆ្នាំ2ឆ្នាំឯណា5ឆ្នាំ10ឆ្នាំឬក៏ដូងល្អ15ទៅ20ឆ្នាំក៏មានដែរហើយទៅខ្វះបារម្ភអីបងប្អូនហើយទីផ្សារសឹងនឹងពេលខ្លះណាបរទេសក៏គេត្រូវការដែរផ្គត់ផ្គង់ក្នុងស្រុកមិនទាន់ផងរាល់ថ្ងៃនេះបើសិនជាទាន់ណាក៏មានឱកាសនៅក្នុងការពង្រីកទីផ្សារទៅលើទីផ្សារបរទេសថែមទៀតហើយមើលបងប្អូនហើយនៅក្នុងចំការនេះដូងគ្រប់ដើមសុទ្ធសឹងតែមានផ្លែទាំងអស់ហើយមួយធ្លាដល់កហើយបើថាធ្លាវាគង់នៅលើធៀងឡើងវីកធៀងអស់ហើយសាកស្រមៃមើលបងប្អូនអំពូមីមីងយើងបើសិនជាយើងជាម្ចាស់ចំការណាតែមានអារម្មណ៍បែបណាដូងកំពុងតែលូតលាស់ល្អមានប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវទឹកឡើងថ្លាឆ្វេងមើលឃើញដល់បាតហ្មងកន្លែងខ្លះណាហើយសំខាន់ដូងផ្ដល់ផលមកល្អបែបនេះមកប្រមូលផលដូងបណ្ដាភ្លុកដូងរបស់ខ្លួនឯងបណ្ដារាប់ផ្លែដូងគិតលុយបណ្ដាអូយក្តីសុខមែនតើសង្ឃឹមថានិយាយទៅជូនពរខ្លួនឯងក៏ដូចជាក្រុមការងារឲ្យមានចំការដូងធំអញ្ចឹងទាំងអស់គ្នាបងប្អូនហើយធំមែនតើចំការដូងនៅទីនេះណាហើយសំខាន់ផលមកគឺពិតជាល្អមែនតើទីផ្សារពិតជាកំពុងតែរងចាំត្រូវការដូងទាំងអស់នេះមែនតើហើយយើងក៏បានឃើញជាក់ស្ដែងដែររាល់ថ្ងៃនេះដូងគឺត្រូវបានប្រជាពលរដ្ឋយើងយកទៅលក់បន្តជាពិសេសនៅតាមតូបចាប់ហួយនឹងតែម្ដងគាត់ធ្វើទ្រុងដាក់ដូងតែម្ដងណាពីមុនទ្រុងមន់ទ្រុងទាទ្រុងឆ្កែឥឡូវនេះមានទ្រុងដូងទៀតហើយយប់ឡើងគាត់ចាក់សោទៅខ្លាចចោលលួចបងប្អូនមិនធម្មតាណាទីផ្សារដូងដោយសារតែមានតម្រូវការខ្ពស់ពីសំណាក់អតិថិជនត្រូវបានបងប្អូនយើងដែលគាត់ជាអ្នកលក់យកទៅតុបតែងច្នៃប្រឌិតទៅតាមចំណង់ចំណូលចិត្តរៀងខ្លួនរបស់អតិថិជនពេលខ្លះគាត់ចិត្តសម្បកយ៉ាងស្អាតយកទៅក្លាសេក្នុងទូទឹកកកធុងទឹកកកឬក៏ពេលខ្លះគាត់ពុះវាយកទឹករបស់វាយកស្លាបព្រាមកដួសសាច់មកលាយជាមួយនឹងទឹកច្រកចូលជាមួយនឹង brand របស់គាត់លក់បន្តក៏មានឬក៏ដាក់នៅក្នុងដបទឹកសុទ្ធក្លាសេឲ្យត្រជាក់លក់នៅក្នុងតម្លៃផ្សេងទៀតក៏មានដែរ
ឆ្នៃប្រឌិតផ្សេងគ្នាតែម្ដងហើយសម្រាប់អតិថិជនរបស់យើងរាល់ថ្ងៃនេះការទិញដូងណាជាពិសេសតាមទីសាធារណៈនិងតូបចាប់ហួយនេះគឺងាយស្រួលនៅក្នុងការរកដូងមែនទែនចង់ញ៉ាំដូងទាំងមូលនឹងពុះភ្លាមក៏បានយកអាខ្លះសេទុកក៏បានឬក៏ពេលខ្លះយកដូងដែលគេឆ្លាក់គេចិតមកយ៉ាងស្អាតនឹងមកញ៉ាំក៏បានតម្លៃបត់បែនខុសៗគ្នាទៅតាមការច្នៃប្រឌិតផ្សេងៗរបស់អ្នកលក់ពិតជាពិសេសមែនទែនហើយក៏ឃើញបងប្អូនអំពូមីមីងយើងចាប់ផ្ដើមដាំដំណាំដូងនេះបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្នអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនយើងដែលមានបញ្ហាសុខភាពបាយមិនសូវបានសម្រាប់ក៏មិនសូវលក់ឧស្សាហ៍តបប្រមល់ធុញថប់នៅក្នុងអារម្មណ៍ជាពិសេសរដូវកាលបុណ្យចូលឆ្នាំថ្មីទើបតែរំលងផុតទៅដើរដំណើរកំសាន្តផ្សេងនឹងកំពុងតែល្វើយហេវហត់អស់កម្លាំងចង់បើសុខភាពខ្លួនឯងឡើងវិញណាឬក៏ពេលខ្លះហ្នឹងជួបជុំបងប្អូនរៀងជ្រុលឲ្យបន្តិចហ្នឹងណាល្វើយសើអីហ្នឹងអាចញ៉ាំទឹកយិនសិនរបស់ម៉ាអ៊ីបានចំណាយត្រឹមតែ$21ទេអាចបានទឹកយិនសិនម៉ាអ៊ីសម្បកកេះតូចយកទៅពិសាមាន15កញ្ចប់តូចញ៉ាំរហូតដល់កន្លះខែពេញឯណោះអ្វីដែលកាន់តែពិសេសក្រុមហ៊ុនថែមជូនបងប្អូននៅថ្នាំដុសធ្មេញមួយបំពង់បូករួមជាមួយនឹងសន្លឹកឆ្នោតមួយសន្លឹកដែលមានឱកាសក្នុងការចាប់យករង្វាន់ម៉ូតូថែមទៀតផងការរកទិញមានភាពងាយស្រួលមែនទែនគឺអាចទិញតាមរយៈបណ្ដាតំណាងចែកចាយនៅ Pharmacy ឬក៏ទំនាក់ទំនងទិញដោយផ្ទាល់តាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick Pore Q ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា